សូមជូនរឿងក្មេងស្រីចង្គៀងផ្កាឈូកនៅក្នុងភូមិដ៏ស្ងប់ស្ងាត់មួយមានក្មេងស្រីម្នាក់ឈ្មោះលក្ខណានាងស្រឡាញ់របស់លេងផ្សេងៗនិងធ្វើអំពើល្អជាមួយអ្នកដទៃផងដែរនាងតែងតែជួយយកអាសាដល់អ្នកដទៃទៀតក្នុងភូមិរបស់នាងរៀងរាល់ព្រឹកនាងតែងតែទៅបេះផ្កាឈូកពីស្រះទឹកនៅជិតផ្ទះរបស់នាងលក្ខណារស់នៅជាមួយលោកយាយរបស់គេមានឈ្មោះថាមាលាជារៀងរាល់ថ្ងៃនៅពេលទំនេរពីការសិក្សាគេតែងតែទៅជួយការងារយាយរបស់គេផងនិងដើម្បីរៀនធ្វើចង្គៀងផ្កាឈូកផងនាងធ្វើដោយប្រុងប្រយ័ត្នយ៉ាងខ្លាំងក្នុងជួយធ្វើចង្គៀងនេះមើលទៅកុមារផ្សេងៗនៅក្នុងភូមិមានចង្គៀងភ្លឺស្អាតណាស់លក្ខណាមើលហើយមានអារម្មណ៍ថាចង្គៀងរបស់នាងធម្មតានៅពេលជប់មកដល់ពិធីលេងចង្គៀងក៏បានចាប់ផ្ដើមលក្ខណានិងមនុស្សគ្រប់គ្នាបានយកចង្គៀងមកលេងនិងអុជបំភ្លឺយ៉ាងសប្បាយរីករាយភ្លាមនោះមានខ្យល់បក់បោកយ៉ាងខ្លាំងនិងភ្លៀងធ្លាក់លីឡំជាមួយផងចង្គៀងក្មេងៗជាច្រើនបានរលត់មានតែចង្គៀងតូចរបស់ស្រីលក្ខណាដែលនៅភ្លឺនាងកាន់វាដោយក្តីស្រឡាញ់និងមានទឹកមុខញញឹមព្រមទាំងសប្បាយរីករាយជាខ្លាំងស្រីលក្ខណាដើរនាំក្មេងៗនិងមនុស្សជាច្រើនដែលលេងជាមួយគ្នាត្រឡប់ផ្ទះវិញដោយក្តីរីករាយដោយនាងជាអ្នកនាំផ្លូវទៅផ្ទះមនុស្សគ្រប់គ្នាក៏បានដើរតាមពន្លឺចង្គៀងរបស់នាងរហូតទៅដល់ផ្ទះពេលទៅដល់ផ្ទះមនុស្សទាំងអស់ក៏បាននិយាយអរគុណទៅស្រីលក្ខណាពួកគេមានអារម្មណ៍រីករាយនិងសប្បាយចិត្តជាខ្លាំងបន្តិចក្រោយមកព្យុះក៏បានរសាត់បន្តិចម្ដងនិងក៏បញ្ចប់បាត់ទៅពន្លឺស្រឡះក៏វាលត្រឡប់វិញយាយមាលានិយាយលើកទឹកចិត្តចៅថាពន្លឺចង្គៀងតូចរបស់ចៅក៏អាចបំភ្លឺពន្លឺដ៏ធំបានដែរស្រីលក្ខណារឹតតែមានចិត្តសប្បាយរីករាយនៅពេលឮយាយរបស់គេនិយាយដូច្នេះThis lotus carries our prayers. It's so beautiful, Grandmother. Hold it close, let its light guide you. I will, thank you. I love you, Grandma. I love you too, my dear. Your stories make me so happy. And you make me happy, child.